តំណេគឺតរោនឹកធ្វើនេះធ្វើនោះដើម្បីបោកគីឡូរហូតខ្ញុំឲ្យខ្ញុំអ្នកចំភៅបងប្អូនជំរាបសួរចាថ្ងៃនេះនឹងខ្ញុំមកមានត្រាវមានលពើនឹកឃើញចង់ធ្វើសង្ខ្យាដែលរបៀបបែបចំហុយណាព្រោះដោយសារខ្ញុំមានត្រេនហើយត្រេនហ្នឹងការពេលវាពងពេញសបោខ្លាំងហ្នឹងទិញមកឡើងម្លាំងយកមកលក់ហើយដល់ពេលទៅចែកដល់ហ្នឹងបានត្រេនមួយផ្លែនោះវានៅក្រោមគេហើយវាទុំជ្រុលបងប្អូនដល់ពេលអញ្ចឹងទៅត្រូវបានគេសកត់នោះផេះដល់ផេះទៅខ្ញុំបកវាដាក់ចូលទៅក្នុងប្រអប់ទុកគ្រាន់ធ្វើសង្ខ្យាធ្វើអីហូបពេលខែអត់មានត្រេនអីចឹងទៅហើយនេះខ្ញុំមកធ្វើសង្ខ្យាលពៅលាយជាមួយនឹងត្រាវប៉ុន្តែយើងឈូសឲ្យយើងដាក់ចំហុយចឹងណាម្សៅដែលខ្ញុំដាក់ចូលហ្នឹងគឺជាម្សៅអង្គរខ្សាយខ្ញុំដាក់2ស្ព្រាហើយមានពងមាន់មានខ្ទិះដូងក៏ដូចជាអីគេទឹកដោះគោខាប់ខ្ញុំអត់ប្រើស្ករទេបើនេះទេយើងប្រើស្ករត្នោតតែដោយសារស្ករត្នោតរបស់ខ្ញុំនោះវាឡើងក្រហមចាស់ពេកដល់ពេលអញ្ចឹងដាក់ទៅកន្លងវាក្រហមកម្ៅយើងប្រើទឹកដោះគោទៅនេះត្រេនណាបងប្អូនខ្ញុំដាក់វាមួយខ្លែបចូលក្នុងស្បោយើងត្រូវការយើងដកវាទៅមួយខ្លែបរបស់វាហ្នឹងមើលមាន3-4គ្រាប់អីចឹងទៅចាខ្លែបខ្លះមានតែមួយគ្រាប់អីចឹងណាតែយើងដាក់ល្មមយើងធ្វើទៅឲ្យច្បាច់វាចូលគ្នាមានស្លឹកតយស្លឹកអីស្លឹកតយខ្ញុំទូទេបងប្អូនដោយសារស្លឹកតយដាំខ្លួនឯងចឹងវាអត់សូវធំទេចាហើយនេះខ្ញុំមានត្រាវមានល្ពៅនឹងខ្ញុំឈូសវាហើយខ្ញុំចាក់បង្អែមដែលខ្ញុំបានលាយមិញហ្នឹងចាក់ចូលមកចាក់ទាំងអស់មកហើយយើងលាយវាកូរវាឲ្យសព្វគ្រប់ជាមួយនឹងល្ពៅជាមួយនឹងត្រាវហ្នឹងដាក់ចូលគ្នាឲ្យចំហុយទៅបងប្អូនចាហើយយើងអាចចំហុយវារយៈពេល40នាទីយើងពិនិត្យវាម្ដងទៅហើយខ្ញុំចំហុយ40នាទីមើលទៅវាជិតឆ្អិនមែនតើខ្ញុំក៏ថែម10នាទីទៀតចឹងមានន័យថា50នាទីនេះបានអានឹងឆ្អិនល្អប៉ុន្តែទាមទារឲ្យយើងគ្របវាជិតដែរបើគ្របអត់ជិតទេចំហុយម៉ោងកន្លះទៀតដឹងយ៉ាងណាយ៉ាងណីចាហើយយើងច្បល់វាឲ្យសព្វទៅគ្រឿងផ្សំដែលយើងដាក់មិញបងប្អូនកុំភ្លេចដាក់អំបិលបន្តិចផងកុំឲ្យវាផ្អែមមុតពេកចឹងណាចាហើយនេះខ្ញុំដាក់ចំហុយខ្ញុំចំហុយវានៅលើខ្ទះខ្ញុំអត់បានបើឡើងសឹងទេព្រោះកូនថានោះវាចង់ធំជាងឡើងសឹងខ្ញុំទៀតចឹងខ្ញុំក៏ដាក់ខ្ទះតែចំហុយមកស្ទុះខ្ញុំក៏ពិនិត្យមើលទៅមើលថាវាអត់មានចោអត់មានអីទេក៏ឆ្អិនដែរចានេះរួចរាល់បងប្អូន